Hey guys សួស្តីអ្នកទាំងអស់គ្នាតបពីបាត់មុខខ្ញុំមួយថ្ងៃមុខនេះខ្ញុំបានត្រឡប់មកវិញហើយបានពួមនាំនៅវីដេអូមួយនេះដែលគម្រោងរបស់ខ្ញុំក្នុងការធ្វើភូមិនៅខាងក្រោយខ្នងនេះវាពិតជារៀងយូរបន្តិចហើយវារៀងចំណាយពេលរៀងយូរជាពិបាកអីខ្លាំងនោះទេដើម្បីតែបានវីដេអូអ្នកទាំងអស់គ្នាបានមើលខ្ញុំសុខចិត្តចំណាយពេលរៀងច្រើនក៏ពិតមែនប៉ុន្តែវាទទួលបានផលអ្វីមួយដែលគួរគប់ចិត្តក្នុងវីដេអូនេះខ្ញុំបានរៀងធ្វើអ្វីដែលសាំញ៉ាំរៀងច្រើនបន្តិចហើយតែអ្នកទាំងអស់គ្នាទ្រាំមើលផងចុះដើម្បីខ្ញុំក៏បានយកដីទៅសារដីនៅក្នុងហឹបរបស់ខ្ញុំនេះដីរៀងច្រើនតិចហើយខ្ញុំបានកាប់យកមកទុកប៉ុន្តែរៀងចំណាយពេលរៀងយូរដើម្បីកាប់ដីមកទុកបានប៉ុណ្ណេះយើងក៏ធ្វើការដើរទៅខាងមុខដើម្បីទៅរៀបនៅកន្លែងខ្វះខាតដីផងព្រោះវាមានច្រើនណាស់ដែលខ្ញុំមិនទាន់បានរៀបដីពេញតាមនេះបន្ទាប់ពីខានជួបគ្នាមួយថ្ងៃមកខ្ញុំក៏បានរីខតវីដេអូច្រើននាទីដែរដើម្បីបានជាវីដេអូពេញមួយនេះនឹងកាត់បញ្ចូលគ្នាហើយនឹងបានកែកុនខ្លះកន្លែងដែលមើលទៅវាទំនងខ្ញុំនឹងទុកព្រោះខ្ញុំមិនអាចដាក់វីដេអូពេញឲ្យអ្នកទាំងអស់គ្នាបានមើលទេសារវីដេអូនេះវារយៈពេល1ម៉ោងខ្ញុំកាត់នៅសល់តែ20នាទីជាងដើម្បីងាយស្រួលក្នុងការអាប់ឡូតវីដេអូនិងបញ្ចូលសំឡេងឲ្យអ្នកទាំងអស់គ្នាបានស្ដាប់នៅសំនៀងមួយដែលពីរោះតែពិតទៅខ្ញុំមិនសូវជាចូលចិត្តនិយាយអីច្រើននោះទេប៉ុន្តែខ្ញុំរៀននិយាយខ្លះតែស្អីខ្ញុំធ្លាប់បញ្ចូលសំឡេងពីមុននៅក្នុងវីដេអូដែលខ្ញុំលេងដែលខ្ញុំផុសនៅក្នុង TikTok ប៉ុន្តែវារៀងពីមុនដំបូងដែលខ្ញុំធ្វើវីដេអូផុសលើ TikTok មុនដំបូងសំឡេងខ្ញុំរៀងដូចមិនហើយពេលនិយាយទៅវាចេះតែខុសត្រង់នេះខុសត្រង់នោះធ្វើឲ្យអ្នកស្ដាប់មុនដំបូងវាដូចមិនទេឃើញសំឡេងខ្ញុំវាមិនសូវជាពីរោះដូចអ្នកបញ្ចូលសំឡេងពីមុនហើយខ្ញុំមិនដែលជានិយាយឲ្យអ្នកណាស្ដាប់នោះទេដល់ហេតុថាសំឡេងខ្ញុំវាក៏ងនិយាយជាប់មាត់ខាងពេកឥឡូវនេះយើងត្រឡប់មកក្នុងវីដេអូយើងវិញយើងក៏បានដើរចូលក្នុងផ្ទះដើម្បីដេកកុំឲ្យមានស៊ុំប៊ីឬសត្វអីផ្សេងមកវាយយើងហើយយើងក៏បន្ទាប់ពីដេករួចយើងក៏ចេញមកក្រៅផ្ទះមកនេះជាព្រឹកទី142ហើយដែលខ្ញុំបានដេកនឹងលេង survival តែម្នាក់ឯងពិតភាគខ្ញុំពួកគេរវល់អស់ហើយនៅតែខ្ញុំម្នាក់ឯងទេលេងតែម្នាក់ឯងខ្ញុំក៏បានដាក់ដីបំពេញកន្លែងនេះបន្ថែមទៀតព្រោះថាវារៀងនៅចន្លោះខ្វះច្រើនដែរពីយើងអស់ដីមកយើងក៏ត្រឡប់មកវិញហើយក៏បានរៀបចំអីវ៉ាន់ខ្លះនៅក្នុងខ្លួនដែលវាគ្មានប្រយោជន៍ទេយើងទុកដាក់វាចោលហើយយើងក៏មានបំណងថាចង់រកមើលក្នុងហឹបមកឃើញសត្វតែថ្មដែលយើងបានម៉ាញយកមកទុកជាច្រើនហើយយើងដាក់ក្នុងខ្លួនមកដើម្បីយកវាទៅរៀបធ្វើជាគ្រឹះលបងរបស់ខ្ញុំដែលខ្ញុំធ្វើនេះវាពិតជាមិនធម្មតាទេដាក់គ្រឹះដាក់អីសត្វតែថ្មនេះយើងមើលលេងទៅស្អីខ្ញុំខ្ជិលបញ្ចូលសលេងអីច្រើនណាស់សារវាដែលពេកទៅព្រោះអ្នកបញ្ចូលសលេងខ្ញុំនេះវាឈឺកផងផ្ដាសាយផងសំឡេងក៏ងួរមិនសូវជាពីរោះអីនោះទេអស់គ្នាមើលទៅអត់តែខ្ញុំបញ្ចូលសលេងម្ដងដល់មានសំឡេងមករំខានតែរហូតខ្ញុំពិតជាធុញមែនទែនមើលនៅពេលដែលខ្ញុំឈប់បញ្ចូលសលេងបន្តិចមិញបែរជាឈប់មានសលេងរំខានមកទៀតអើយមិនដឹងថាកាត់ថៃទេអត់តែបញ្ចូលសលេងរឿងពិបាកហើយបន្តិចហើយមើលជិតដល់ម៉ោងតពលកម្មទៀតដឹងមិនដឹងមកទេខ្ញុំនេះតែវល់បន្តិចហើយ
ចូលសលេងទាំងដែលចង់ឲ្យអ្នកដទៃគេបានស្ដាប់បានអីទេមើលទៅពិបាកស្ដាប់មែនតបពីយើងរៀបគ្រឹះរបងនេះមើលរៀងច្រើនបន្តិចហើយមើលទៅវារៀងយូរកន្លែងនេះខ្ញុំបានកាត់ចូលអស់ច្រើនណាស់កន្លែងរៀបគ្រឹះរបងរបស់ខ្ញុំនេះវាមើលទៅវាធុញពេកវីដេអូហើយវីដេអូនោះក៏វាវែងពេកធ្វើឲ្យខ្ញុំពិបាកក្នុងការយកមកដាក់ចូលក្នុងនេះហើយមិនដឹងថាដឹងយកចំណុចណាដែលសំខាន់ក្នុងការយកមកដាក់ក្នុងវីដេអូមួយនេះតបពីដាក់រួចរៀងយូរបន្តិចហើយយើងត្រឡប់មកកាន់កន្លែងដាក់ម្ដងទៀតតែយើងដាក់យូរទៅវាជិតដល់ចិត្តរួចហើយតែរៀងចំណាយពេលរៀងយូរតិចហើយអ្នកទាំងអស់គ្នាគួរតែចំណាយពេលមើលវីដេអូនេះដើម្បីទទួលបានចំណេះដឹងមួយដល់ខ្ជិលសម្រាប់ការលេងរបស់ខ្ញុំនេះមើលទៅវាពិតជាធុញមែនទែនឥឡូវយើងដាក់មកដល់ខាងនេះហើយតើបើយើងដាក់ block stone នៅតាមកន្លែងដែលយើងរៀបគម្រោងថាចង់ដាក់របងមកយើងក៏មករៀបថ្មខ្លះនិងរៀបយកឈើដើម្បីបំបែកឲ្យរៀងច្រើនបន្តិចហើយឈើដែលខ្ញុំត្រូវការតែយើងមានប៉ុណ្ណាយើងប្រើប៉ុណ្ណោះសិនតែវាមិនធ្វើមិនទេយើងមានឈើរៀងតិចដែរតែខាងមុខយើងអាចនឹងទៅកាប់ឈើដើម្បីយកមកធ្វើរបងគម្រោងយើងគឺធ្វើរបងឈើបានមើលទៅស្អាតហើយឈើនេះមើលទៅពើរៀងស្អាតដែរតែយើងយកមកធ្វើរបងទៅវាទំនងដែររបងយើងត្រូវការច្រើនផងហើយមើលតែក្នុងវីដេអូនេះទៅដឹងហើយថាខ្ញុំក្រាស់របងវាយូរប៉ុណ្ណារបងខ្ញុំត្រូវការច្រើនមែនទែនក្នុងវីដេអូនេះដើម្បីយកមកធ្វើរបងពិតជំនាញផ្ទះមើលទៅវាស្អាតមួយផ្នែកដែរដឹងពិបាកមែនទែនឥឡូវម៉ោង 2:45 ហើយជិតដល់ម៉ោងទៅពលកម្មទៀតប៉ុន្តែខ្ញុំនៅចំណាយពេលក្នុងការ record សំឡេងមួយនេះអ្នកទាំងអស់គ្នាគួរតែជួយគាំទ្រខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវីដេអូអ្នកទាំងអស់គ្នាតើពេលយើងក្រាស់របងរួចមកយើងក៏មកដាក់របងបណ្ដើមើលទៅវារាងច្រើនណាស់ដែរតែខ្ញុំនឹងខំប្រឹងចំណាយពេលដើម្បីធ្វើវាដើម្បីឲ្យបានវីដេអូមួយនេះឲ្យអ្នកទាំងអស់គ្នាបានទស្សនាជាការកម្សាន្តផងដែរធ្វើម៉េចខ្ញុំជាសិស្សទី12ប៉ុន្តែអត់ខំរៀនទេមកខំលេងហ្គេមកាត់វីដេអូដើម្បីចង់ល្បីនឹងកាត់អីឃើញវីដេអូបង XX គាត់ធ្វើវីដេអូ Minecraft ដែរតែខ្ញុំឃើញគាត់ធ្វើទៅទំនងដែរឃើញមើលទៅវាល្អមើលហើយឃើញអ្នកខ្លះទៀតគេធ្វើវីដេអូ survival លេងជាមួយមិត្តភ័ក្តិលេងអីមើលទៅសប្បាយខ្ញុំក៏មានចិត្តថាចង់ធ្វើមួយដែរតែមានមិត្តភ័ក្តិលេងជាមួយលេង solo តែឯងធុញសឹងងាប់ហើយនឹងកាត់អីអ្នកនរគ្នាឃើញ view មើលច្រើនប៉ុន្តែអ្នកចុច like អ្នក comment តិចមែនតើបើនិយាយពីកាន់តែតិចទៀតគឺ subscriber ក្នុង channel YouTube របស់ខ្ញុំអត់មានឡើងអីសោះដដែលពីវីដេអូមួយទៅវីដេអូមួយអត់ឡើងណាស់បន្តិចហេតុអ្វីបានអ្នកទាំងអស់គ្នាមិនគាំទ្រខ្ញុំទាំងដែលខ្ញុំខំចំណាយពេលរៀងយូរបន្តិចឬក៏អ្នកទាំងអស់គ្នាមិនពេញចិត្តរាល់វីដេអូដែលខ្ញុំបានធ្វើវាគ្មានគុណភាពខ្ញុំក៏មិនសូវជារៀងខ្វល់ខ្វាយអីច្រើនណាស់ដែរសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយគាំទ្រខ្ញុំដរាបណាខ្ញុំមិនចេញវីដេអូអ្នកទាំងអស់គ្នាជួយ subscribe ខ្ញុំនិងមើលវីដេអូចាស់ដែលខ្ញុំធ្វើផងដែរប៉ុន្តែខ្ញុំនឹងធ្វើអ្នកទាំងអស់គ្នាមើលរៀងរាល់ថ្ងៃឬក៏រៀងយូរបន្តិចក៏មានដែរកន្លែងនេះខ្ញុំបានខ្វះខាតឈើច្រើនដែលខ្ញុំយកមកធ្វើរបងក៏ខ្ញុំបានមកកាប់ឈើរៀងយូរបន្តិចហើយប្រហែលជា 2-3 ថ្ងៃនៅក្នុងហ្គេម
ហើយខ្ញុំបានចំណាយពេលកាប់មួយថ្ងៃទៅមួយថ្ងៃហើយនៅខាងក្រៅក៏លេងយូរទៀតម៉ែឃើញពុកឃើញក៏កាត់មិនសូវជាខ្វល់អីដែរប៉ុន្តែក្នុងចិត្តកាត់ដឹងកាត់បែបណាមកលើយើងទេនៅពេលដែលយើងកាន់ទូរស័ព្ទលេងហ្គេមរៀងយូរផង